មើលឃើញអនាគតដោយក្តីស្រមៃយើងគឺជាគ្រូទាយដែលទីឈុតបំផុតនៅលើលោកនេះដូច្នេះយើងមិនចាំបាច់ទៅពឹងពាក់គ្រូឯណាទៀតឡើយបើចង់បានអ្វីមួយនោះចូលនិមិត្តវាដោយប្រើកម្លាំងខួរក្បាលនិងដៃទាំងពីររបស់យើងនេះទៅបើអ្នកចង់បានរបស់អ្វីមួយគឺសូមគិតវាទុកហើយគូប្លង់វាទុកនិងមានអារម្មណ៍ដល់វាជឿជាក់លើវានិងប្រតិបត្តិដោយការព្យាយាមឲ្យបានពេញទំហឹងនៅក្នុងកំឡុងពេលដែលអ្នកកំពុងស្រមៃទៅដល់របស់នោះអ្នកគួរតែគិតឲ្យបានគ្រប់ជ្រុងជ្រោយក៏ដូចជាការធ្វើដំណើរឆ្ពោះទៅរកគោលដៅនោះតើអ្នកត្រូវធ្វើអ្វីខ្លះត្រូវត្រៀមអ្វីខ្លះនិងត្រូវដឹងអ្វីខ្លះហើយត្រូវជំនួយអំពីនរណាខ្លះឬក៏អាចនឹងជួបឧបសគ្គអ្វីខ្លះចូលធ្វើការស្រមៃឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីត្រៀមខ្លួនតាំងអំពីដំបូងឲ្យហើយចូលគិតថាតើយើងនឹងធ្វើអ្វីគិតរហូតទាល់តែឃើញរូបជាប្លង់នៅក្នុងខួរក្បាលរបស់យើងតែម្ដងបើយើងធ្វើបានតាមគោលដៅដែលយើងបានសរសេរទុកនៅក្នុងក្រដាសទី3ឬក៏យើងត្រូវការអ្វីតាមដែលយើងព្រៀងទុកនៅក្នុងក្រដាសទី4នោះតើយើងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យរឿងទាំងនោះនឹងកើតឡើងបានយ៉ាងពិតប្រាកដបន្ថែមពីលើនេះទៅទៀតដើម្បីឲ្យអ្នកបានឃើញនឹងរឿងដែលអ្នកបានត្រូវធ្វើឲ្យបានច្បាស់ឡើងអ្នកអាចស្រមៃនឹកដល់រូបភាពទាំងមូលតែម្ដងទៅនៅពេលទៅដល់ថ្ងៃដែលសមដូចបំណងរបស់ខ្លួនឬជាថ្ងៃដែលអ្នកបានទៅដល់គោលដៅឬក៏ថ្ងៃដែលអ្នកបានផ្លាស់ប្ដូរខ្លួនឯងចប់សពគ្រប់ទៅហើយតើវានឹងចេញមកយ៉ាងដូចម្ដេចជាឧទាហរណ៍គោលដៅដែលអ្នកបានដំឡើងតំណែងនៅកន្លែងធ្វើការគឺធ្វើការស្រមៃឲ្យបានលម្អិតថានៅថ្ងៃនោះមកដល់តើអ្នកនឹងទទួលបានប្រាក់ខែប៉ុន្មានអ្នកនឹងអង្គុយធ្វើការនៅកន្លែងណាអ្នកនឹងទទួលខុសត្រូវលើតួនាទីអ្វីខ្លះហើយអ្នកនឹងបែងចែកពេលវេលាសម្រាប់រឿងការងារនិងគ្រួសារយ៉ាងដូចម្ដេចខ្លះចូលស្រមៃឲ្យហាក់បីដូចជាអ្នកបានទៅដល់ថ្ងៃនោះផ្ទាល់នឹងភ្នែកអញ្ចឹងដែរនៅក្នុងទ្រឹស្ដីនៃច្បាប់ស្រុកទាញបាននិយាយថាការស្រមៃអំពីគោលដៅដែលអ្នកចង់បានឲ្យស៊ីជម្រៅថាយើងបានឃើញវាហើយឬនៅនឹងអាចសាងនៅកម្លាំងតាក់ទាញឲ្យរឿងនោះកើតឡើងបានយ៉ាងពិតប្រាកដព្រោះជាកម្លាំងជំរុញឲ្យយើងមានថាមពលដើរសំដៅទៅដល់កន្លែងនោះពីប្រៀបដូចជាយើងបានដឹងនិងបានឃើញជាមុនថាយើងត្រូវទៅកន្លែងនោះដូចនេះដែរនៅក្នុងផ្នែកចិត្តវិទ្យាវិញគេនិយាយថាការស្រមៃនៅក្នុងលក្ខណៈនេះចាត់ទុកជាការកំណត់គោលដៅនៅក្នុងចិត្តរបស់យើងទាំងសតិសម្បញ្ញៈនិងចិត្តគំនិតផងដែរហើយនៅពេលដែលយើងធ្វើការដើម្បីសម្រេចបានគោលដៅនីមួយៗយើងចិត្តនិងសតិសម្បញ្ញៈនឹងជួយធ្វើការយ៉ាងពេញទំហឹងតែម្ដងហើយការមើលអនាគតដើម្បីគិតនិងស្រមៃឲ្យដល់គោលដៅដែលយើងចង់បានវាគឺជាវិធីដែលរៀបចំគោលដៅនិងជាការកសាងកម្លាំងដ៏អស្ចារ្យដល់រាងកាយនិងចិត្តរបស់យើងការធ្វើដំណើរឆ្ពោះទៅរកគោលដៅទៀតផងយើងត្រូវតែគិតឲ្យបានគ្រប់ជ្រុងជ្រោយដោយចាត់ផ្ដើមអំពីគោលដៅជាមុនសិនហើយសឹមស្រមៃឲ្យពេញទំហឹងទៅថ្ងៃនោះយើងនឹងទទួលបានអ្វីខ្លះនិងមានអារម្មណ៍ល្អដល់កម្រិតណាបន្ទាប់មកត្រូវគិតត្រឡប់ទៅវិញសន្សឹមថាតើយើងត្រូវធ្វើអ្វីខ្លះទើបយើងអាចទទួលបានអ្វីដែលយើងស្រមៃឬក៏ខិតខំឲ្យនៅចិត្តទៅដល់គោលដៅបំផុតបើយើងពិតជាស្រមៃឲ្យបានពេញទំហឹងហើយយើងនឹងឃើញវិធីនៃការធ្វើដំណើរទៅរកអនាគតនោះបានដូចជាការដែលយើងស្រមៃនៅក្នុងការឡើងតំណែងជាដើមយើងនឹងបានដឹងថាតើយើងនឹងត្រូវទៅឲ្យដល់តំណែងដែលយើងចង់បាននោះដោយរបៀបណាមិនខានប៉ុន្តែពេលទៅដល់ដំណាក់កាលនោះហើយសូមគិតត្រឡប់មកវិញដូចជាយើងចង់មកធ្វើការឲ្យបានទាន់ម៉ោងទាន់ពេលវេលាដើម្បីឲ្យចៅហ្វាយញីពេញចិត្តហើយយើងប្រញាប់ធ្វើការងារដែលនៅសល់ឲ្យអស់ដើម្បីចាប់ផ្ដើមធ្វើការងារថ្មីយើងក៏បីទៅរកសៀវភៅនេះសៀវភៅនោះមកអានដើម្បីឲ្យបានកាន់តែយល់ដឹងអ្វីនៅក្នុងអ្វីដែលយើងមិនទាន់យល់ដឹងនៅឡើយ
ជាលទ្ធផលយើងនឹងយល់ហើយនឹងគិតបានជាមុនគេរហូតដល់ចៅវាយនេះពេញចិត្តឬក៏យើងត្រូវរក្សាសុខភាពឲ្យល្អឈប់ដើរលេងពេលយប់ឈប់ផឹកគ្រឿងស្រវឹងដើម្បីឲ្យយើងមានកម្លាំងកាយកម្លាំងចិត្តនិងកម្លាំងប្រាជ្ញាសម្រាប់ធ្វើការងារជាបន្តទៀតបានយ៉ាងពេញទំហឹងនៅពេលដែលយើងធ្វើវាបានសម្រេចហើយយើងនឹងទទួលបាននៅការចាប់អារម្មណ៍អំពីចៅហ្វាយនេះការគិតនិងស្រមៃទៅដល់គោលដៅនឹងធ្វើឲ្យយើងមើលឃើញយ៉ាងច្បាស់ហើយវាជាផែនទីសម្រាប់ដើរឆ្ពោះទៅដល់គោលដៅរបស់យើងហើយវាអាចមិនត្រូវចំតាមដែលយើងគិតគ្រប់ប្រការនោះទេប៉ុន្តែយ៉ាងហោចណាស់ក៏ជួយនាំផ្លូវយើងមួយកម្រិតផងដែរវាប្រសើរជាងយើងខិតខំប្រឹងប្រែងហើយបែរជាគ្មានប្រយោជន៍ទៅវិញប៉ុន្តែការធ្វើបែបនេះគឺវាមិនមែនជាការយល់សប្បន្នាកណ្ដាលថ្ងៃត្រង់នោះទេដែលត្រូវមកអង្គុយនឹកទៅដល់ថ្ងៃដែលខ្លួនបានសមដូចបំណងស្រមៃឲ្យដល់ការងារនៅថ្ងៃអនាគតស្រមៃទៅដល់តុធ្វើការដែលស្អាតស្អាតឆ្លើយទៅវិញភ្លាមថាមិនមែនជាការយល់សប្បន្នកណ្ដាលថ្ងៃនោះទេព្រោះយើងស្រមៃហើយយើងធ្វើមិនមែនស្រមៃរួចទៅដេកឬក៏ខ្ជិលនោះទេបើស្រមៃរួចទៅដេកឬខ្ជិលនោះបើទោះបីស្រមៃលំអិតប៉ុណ្ណាក៏គ្មានផ្លូវទៅចិត្តនឹងការពិតផងកុំថាឡើយคล้ายទៅជាការពិតនោះការស្រមៃនៅទីនេះមិនមែនជាការគិតបែបកាន់ជើងខ្លួនឯងឬក៏ចេះតែគិតទៅរឿយៗនោះទេប៉ុន្តែគឺជាការគិតដើម្បីប៉ានស្មាននៅស្ថានភាពឬក៏ទូទាយអំពីវិថីដែលយើងត្រូវដើរតទៅទៀតថាយើងត្រូវដើរដោយល្បឿនលឿនឬក៏យឺតប៉ុណ្ណាហើយក៏ត្រូវការឲ្យនរណាមកជួយគ្រានៅតាមផ្លូវឬក៏ត្រូវការឧបករណ៍ជំនួយនៅក្នុងការធ្វើដំណើរទេការស្រមើស្រមៃគឺជាការគូសរូបភាពដើម្បីរៀបចំគម្រោងអនាគតរបស់យើងឲ្យคล้ายទៅជាការពិត